រុនសួស្តីព្រឹកថ្ងៃសៅរ៍កូនបើថាថ្ងៃរៀនធម្មតាគឺគេអត់ងើបហ្មងប៉ុន្តែបើថាថ្ងៃឈប់ណាគេងើបតាំងពីព្រលឹមចូលកាហ្វេកៅទី2ហ្នឹងនេះកូនបើខ្ញុំគាត់ដោះថ្មិញបាន3ថ្ងៃដល់ពេលអញ្ចឹងយប់មិញគាត់រៀងគេងបានច្រើនបន្តិចប្រហែលថ្មិញនឹងវាដោះផុតឥឡូវឲ្យអង្គុយលេងខាត់កាហ្វេតិចប៉ុន្តែថ្ងៃនេះបើកថ្ងៃហើយខ្យល់ដូចខែកដឹកនៅស្រុកខ្មែរអញ្ចឹងម៉ាខ្លះចឹងភ្ញាក់ឡើងអត់ដឹងធ្វើអីអ្នកទាំងអស់គ្នាមានអារម្មណ៍ថា unmotivated ទេគឺថាមានអារម្មណ៍ថាការងារមកកភ្លុះនៅក្នុងផ្ទះប៉ុន្តែអត់ដឹងថាធ្វើអីរៀងខ្ជិលអីចឹងណាហើយបើសិនទៅពេលខ្ញុំខ្ជិលចឹងខ្ញុំនឹងចាប់ផ្ដើមមួយទឹកស្លៀកពាក់ជីចេញទៅក្រៅអីចឹងទៅញ៉ាំកាហ្វេមួយកែវទិញអីផឹកដល់ក្រៅហើយយើងមានអារម្មណ៍ល្អមកវិញជីទៅក្រៅឃើញគេឃើញឯងចឹងណាពេលខ្លាំងនៅពេលដែលយើងអត់ unmotivated ចឹងវា affect វាធ្វើប៉ះពាល់ដល់កូនដែរចឹងដូចថាគាត់ចង់លេងចង់សប្បាយចង់ឲ្យយើងលេងមួយរហូតប៉ុន្តែនៅពេលដែលយើងអត់ដឹងចង់ធ្វើអីព្រោះពេលខ្លះប្រហែលជាមកពីយើងហត់ពេកយើងមានអីជាច្រើននៅធ្វើឲ្យយើងអត់ចង់ធ្វើអីខ្ជិលប៉ុន្តែដល់ពេលមានកូនទោះចង់ខ្ជិលក៏ខ្ជិលមិនកើតដែរត្រូវតែឲ្យគាត់និយាយថាលេងមួយគាត់រហូតសប្បាយរហូតចឹងបើមិនចឹងគេគាត់មកតោងយកចេញទៅក្រៅយកអីចឹងទៅប៉ាម្នាក់នេះតបងគេឡើងទៅលើគេដឹងលេងអីនេះគ្រួសារខ្ញុំគាត់អត់នៅផ្ទះមួយអាទិត្យហើយគាត់ទៅមកវិញពីម្សិលមិញហើយថ្ងៃនេះយកកូនជូនកូនទៅលេងគេចង់ទៅទិញស្អីគេទេនៅផ្សារហើយតបមកទៅផ្សារដែលធុញតែកូនគេចង់លេងគ្រឿងលេងអញ្ចឹងណាប៉ុន្តែខ្ញុំថាថ្ងៃហ្នឹងទៅទិញហើយទៅផ្សារទិញកាហ្វេទិញអីផឹកហើយគេទិញអីរបស់គេហ្នឹងហើយបន្ទាប់មកខ្ញុំទៅលេងនៅគេហៅថា Johannesburg Botanical Garden ស្អាតនៅហ្នឹងឃើញមានគេដាក់ picnic ធ្វើអីច្រើនហើយខ្ញុំនៅសល់ប្រហែល2អាទិត្យនៅប្រទេសអាហ្វ្រិកខាងត្បូងទៀតខ្ញុំនឹងព្យាយាមនិយាយទៅដើររាល់អាទិត្យដែរប៉ុន្តែសម្បូរកន្លែងដើរទៅតានៅមានកន្លែងខ្លះទៀតចង់ទៅប៉ុន្តែអត់មានពេលអញ្ចឹងខ្ញុំនឹងទៅនៅសល់2អាទិត្យទៀតសល់2ចុងសប្តាហ៍ទៀតព្រោះថ្ងៃសៅរ៍ថ្ងៃច័ន្ទដល់ថ្ងៃសុក្រយើងធម្មតាគេធ្វើការអត់មានបានទៅណាទេអញ្ចឹងទៅតែពេលចុងសប្តាហ៍ខ្ញុំព្យាយាមឲ្យបានទៅ2-3កន្លែងទៀតមុនខ្ញុំត្រឡប់ទៅប្រទេសកាណាដាវិញរដូវរងាគេអ្នកទាំងអស់គ្នាមេឃបើកថ្ងៃប៉ុន្តែបើយើងទៅក្រៅថ្ងៃនេះរៀងក្តៅជាងធម្មតាបើសិនជាថ្ងៃតិចវិញគឺថាម្នាក់ពាក់អាវពាក់សូមជើងកសែតបងកពាក់មួកតតែនេះតិចខ្លាំងខ្ញុំធ្លាប់តែនៅកាណាដាតិចតពេលខ្ញុំអត់គិតថានៅប្រទេសហ្វ្រិកខាងត្បូងហ្នឹងវាតិចអញ្ចឹងហើយទៅក្រៅតើយើងពាក់អាវ2-3ជាន់ហើយពាក់អាវល្ងាធំហ្នឹងបានបាត់ស្មើតិចនៅនោះដែរគាត់ថាវាអត់មានព្រិលធ្លាក់តែយប់ឡើងគេអីតបើកម៉ាស៊ីនកម្ដៅបើអត់ទេតិចរឹងធ្គាមប៉ុន្តែគេនៅសល់តែ2ខែទៀតខែហ្នឹងខែ6ហ្នឹងហើយចូលខែ7តិចហើយបន្ទាប់មកខែ8ខែ9វាចាប់ផ្ដើមក្តៅម្ដងតិចហើយដល់ពេលខ្ញុំត្រឡប់ទៅកាណាដាវិញវាប្រឆេះនៅនោះយើងតិចចាប់ផ្ដើមពីខែ10ទៅខែ1ខែ2ខែ3អញ្ចឹងនៅនេះប្រឆេះពីនៅនោះគាត់នៅនេះខ្ញុំជួបចាស់នៅកន្លែង Farmer Market អង្គុយនិយាយលេងមួយគាត់ថាគាត់នៅ Cape Town គាត់នៅខាង Cape Town គាត់ថាតាំងពីឆ្នាំ1008ជាងគាត់ថាឃើញព្រិលធ្លាក់តែម្ដងនៅហ្នឹងកាលពីហ្នឹងអត់ដែលឃើញមានព្រិលធ្លាក់ឯងគាត់សួរថាយើងមកពីណាអីចឹងព្រោះថាបើនៅខាងខ្ញុំនៅវិញកន្លែងទីក្រុង Vancouver ក៏អត់សូវមានព្រិលធ្លាក់ដែរមានភ្លៀងច្រើនព្រិលតិច